បើមិនចង់អាយុខ្លីហាមធ្វើរឿងទាំង6នេះដាច់ខាតក្រោយពេលទទួលទានអាហាររួចទី1មិនគួរងូតទឹកភ្លាមក្រោយទទួលទានអាហាររួចបន្ទាប់ពីលោកអ្នកទទួលទានអាហាររួចវាគឺជាពេលវេលាដែលក្រពះរបស់អ្នកធ្វើការធ្ងន់ធ្ងរចំណែកឯឈាមក៏ត្រូវបានរត់ទៅផ្នែកនេះជាច្រើនដែលបណ្ដាលឲ្យសីតុណ្ហភាពក្នុងរាងកាយរបស់អ្នកចុះទាបហើយប្រសិនបើលោកអ្នកងូតទឹកភ្លាមនោះរាងកាយរបស់អ្នកនឹងបាត់បង់តុល្យភាពដែលធ្វើឲ្យរាងកាយចុះត្រជាក់ខ្លាំងងាយហើមពោះឆ្អល់ពោះឈឺពោះនៅពេលដែលមានអាការៈទាំងនេះយូរទៅវានឹងធ្វើឲ្យងាយនឹងកើតជំងឺរលាកក្រពះដូច្នេះជាការល្អលោកអ្នកគួររងចាំយ៉ាងហោចណាស់កន្លះម៉ោងក្រោយពីទទួលទានអាហាររួចចាំលោកអ្នកងូតទឹកទី2កុំទទួលទានផ្លែឈើភ្លាមក្រោយទទួលទានអាហាររួចជាការពិតមានមនុស្សជាច្រើនតែងតែយល់ច្រឡំថាការដែលទទួលទានផ្លែឈើក្រោយទទួលទានអាហាររួចវាគឺជាការលាងមាត់និងការបំបត្តិក្លិនមាត់ជាដើមក៏ប៉ុន្តែលោកអ្នកដឹងទេការដែលទទួលទានផ្លែឈើក្រោយពេលបរិភោគអាហាររួចភ្លាមនោះវានឹងបណ្ដាលឲ្យជាតិសរសៃនៃផ្លែឈើទាំងនោះចូលទៅផ្ដុំនិងរីកនៅក្នុងក្រពះរបស់អ្នកដែលបណ្ដាលឲ្យទៅជាអាការៈហើមពោះនិងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារទៀតផងលោកអ្នកគួរតែទទួលទានផ្លែឈើមុនការទទួលទានបាយ1ម៉ោងឬក្រោយទទួលទានបាយរួចរយៈពេល1ទៅ2ម៉ោងទី3ដាច់ខាតមិនគួរគេងភ្លាមនោះទេក្រោយទទួលទានអាហាររួចបន្ទាប់មកលោកអ្នកក៏រត់ទៅគេងភ្លាមវានឹងធ្វើឲ្យអាហារដែលអ្នកទទួលទានមិនអាចរំលាយបានស្រួលបួលដែលនេះវានឹងអាចបណ្ដាលឲ្យមានខ្យល់ឬឧស្ម័ននៅក្នុងពោះរបស់អ្នកហើយវាក៏ជាមូលហេតុដែលធ្វើឲ្យអ្នកចុកច្អល់និងហើមពោះជាដើមទី4មិនគួរផឹកទឹកតែភ្លាមនោះទេនេះក៏ព្រោះតែសារធាតុ polyphenol ដែលមាននៅក្នុងតែវានឹងទៅរារាំងការស្រូបយកជាតិដែកពីអាហារដែលយើងទទួលទានដូច្នេះប្រសិនបើអ្នកតែងតែផឹកតែក្រោយពេលទទួលទានអាហាររួចលោកអ្នកគួរតែឈប់ភ្លាមក៏ព្រោះតែយូរទៅអ្នកអាចនឹងប្រឈមមុខនឹងជំងឺសរសៃឈាមបេះដូងទៀតផងលើសតែពីនេះស្លឹកតែក៏មានជាតិអាស៊ីតខ្ពស់ដែលវាទៅរំខានដល់ប្រូតេអ៊ីននៅក្នុងអាហារនិងធ្វើឲ្យពិបាកក្នុងការរំលាយអាហារទៀតផងទី5មិនគួរហាត់ប្រាណដាច់ខាតក្រោយពីទទួលទានអាហាររួចឈាមនិងសរីរាង្គក្នុងរាងកាយនឹងត្រូវផ្ដោតសំខាន់ខ្លាំងលើដំណើរការរំលាយអាហាររបស់អ្នកដូច្នេះប្រសិនបើលោកអ្នកហាត់ប្រាណឬលេងកីឡាភ្លាមបន្ទាប់ពីទទួលទានអាហាររួចវានឹងធ្វើឲ្យបរិមាណឈាមដែលហូរសម្រាប់ការរំលាយអាហារមានការថយចុះនាំឲ្យមានបញ្ហាលើប្រព័ន្ធរំលាយអាហាររបស់អ្នក